ស្អាតម្លឹងលោកអើយបាទស្អាតណាស់បងប្អូនកុំច្រឡំថានៅប្រទេសគេណាខ្ញុំនៅប្រទេសកម្ពុជាណាបងប្អូននៅស្រុកខ្មែរយើងមិនខ្វះរមណីយដ្ឋានស្អាតទេបងប្អូនអើយអូយបងប្អូនអើយនេះបងប្អូនមើលទឹកអីក៏ទឹកម្លឹងពុទ្ធោបាយមកវាក្រាតិចមកមិនได้ที่โตមកละតាក់វាโตអត់ទេតាមអ៊ីនរូស្អាតណាស់ស្អាតណាស់លោក បើសិនជាកូនខ្មែរហើយរស់នៅលើទឹកដីខេត្តកញ្ចេះ share វីដេអូនេះតែបើសិនជាអត់ share កូនសៀមហេតុអីគ្រប់វីដេអូខ្ញុំតែងតែប្រាប់ឲ្យបងប្អូនជួយ share វីដេអូដោយសារការ share នេះគឺវាមានអត្ថប្រយោជន៍ខ្លាំងមែនតើអញ្ចឹងបើសិនជាខេត្តរបស់យើងដឹងថាគេអត់សូវស្គាល់ច្រើនគេអត់សូវមកលេងច្រើនអញ្ចឹងយើងត្រូវតែធ្វើវីដេអូឲ្យបានច្រើនហើយក៏ share ឲ្យបានច្រើនដែរហើយក្នុងការ like share បងប្អូនហ្នឹងក៏ជាកម្លាំងចិត្តមួយផ្នែកសម្រាប់ខ្ញុំផងដែរបងប្អូន share កាន់តែច្រើនគឺខ្ញុំមានកម្លាំងចិត្តក្នុងការផលិតវីដេអូផ្សេងពីខេត្តកញ្ចេះយើងកាន់តែច្រើន share ដើម្បីឲ្យគេបានឃើញបានដឹងថាខេត្តកញ្ចេះរបស់យើងគឺមានកន្លានឈ្ងុយក្រូចផ្អែមណែមឆ្ងាញ់ដែលល្បីប្រចាំខេត្តកញ្ចេះយើងតែម្ដងខ្ញុំជឿថាបើសិនជាបងដែលគាត់នៅឆ្ងាយដែលបានមកលេងនៅខេត្តកញ្ចេះឬក៏ឆ្លងកាត់ខេត្តកញ្ចេះគឺអត់ដែលរំលងជាមួយនឹងកន្លានណែមក្រូចថ្លុងខេត្តកញ្ចេះរបស់យើងទេព្រោះដោយសារតែมันល្បីត្រឹមតែឈ្មោះឯណារសជាតិក៏ឆ្ងាញ់តម្លៃក៏សមរម្យដែរអាចប្រាប់ខ្ញុំបានអត់ខ្ញុំចង់ដឹងថាបងប្អូនអំពូមីងដែលគាត់នៅខេត្តឆ្ងាយមិនមែនរស់នៅលើទឹកដីខេត្តកញ្ចេះតើគាត់ធ្លាប់បានញ៉ាំជាមួយនឹងណែមឬក៏កន្លានក្រូចថ្លុងខាងកញ្ចេះរបស់ខ្ញុំអត់អញ្ចឹងបើសិនជាបងប្អូនអំពូមីងមិនតាន់បានសាកញ៉ាំជាមួយនឹងកន្លានណែមក្រូចថ្លុងខាងកញ្ចេះអាច comment នៅខាងក្រោមនេះបានណាឃើញវីដេអូបងក៏ទៅលេងកោះព្រហ្មចារីនៅខេត្តកញ្ចេះនេះទំនងមែនតែនហ្មងចាំមើលឆ្លងឆ្នាំនេះអត់មានទៅណាឆ្ងាយទេដឹងតែទៅឆ្លងឆ្នាំបោះតង់នៅហ្នឹងហើយជាកូនអ្នកកញ្ចេះដែរប៉ុន្តែបានទៅលេងនៅនឹងសុំ3តែម្ដងនេះវីដេអូបងដែលគាត់ធ្លាប់ទៅលេងខ្ញុំយកមកផុសណាតើអរគ្នាគាត់បោះតង់គាត់ធ្វើម្ហូបអាំងសាច់ញ៉ាំអីគឺថានិយាយមែនស្រស់ស្រាយខ្លាំងខ្ញុំអត់ដឹងទេថាការចំណាយទៅលេងកោះព្រហ្មចារីហ្នឹងត្រូវចំណាយអស់ប្រមាណហើយយើងត្រូវធ្វើដំណើរតាមអីខ្លះដើម្បីទៅដល់កោះនោះអញ្ចឹងបងដែលគាត់ធ្លាប់បានទៅលេងជួយប្រាប់ផងណាថាការចំណាយទៅលេងកោះព្រហ្មចារីហ្នឹងអស់ប្រមាណហើយធ្វើដំណើរតាមណារយៈពេលប្រមាណម៉ោងទៅដល់កោះព្រហ្មចារីអូយក៏ទៅខេត្តកញ្ចេះយើងសុពោកន្លែងកំសាន្តសម្បត្តិធម្មជាតិច្រើនមែនតើអញ្ចឹងបើសិនជាអ្នកដែលគាត់ឆ្លងកាត់មកលេងខេត្តកញ្ចេះកុំអស់រំលងជាមួយនឹងកោះព្រហ្មចារីនេះឲ្យសោះគួរតែទៅបានម្ដងប៉ុន្តែខែនេះដូចជាទៅលេងអត់ទាន់បានទេដោយសារតែទឹកវាអត់ទាន់ស្រកវានៅល្អក់ហើយវាអត់សូវស្អាតទេបើចូលខែ12ខែ1អីគឺចាប់ផ្ដើមស្អាតទឹកស្រកហើយអូយមែនណាទេសភាពគឺ red ឲ្យ10លើ10ហ្មងឃើញអញ្ចឹងកុំគិតថាមានមនុស្សទៅលេងស្ងាត់គឺអត់ទេគឺមានមនុស្សទៅលេងច្រើនណាស់ជាពិសេសអ្នកទាំងអស់គ្នាមានទាំងតារាមានទាំងអ្នកផលិតមាតិកាល្បីៗទៅថប់ផ្សព្វផ្សាយនៅនឹងច្រើនណាស់អញ្ចឹងឆ្លងឆ្នាំនេះបើសិនជាមានអ្នកទៅកុំភ្លេចពពោះខ្ញុំទៅផងខ្ញុំទៅបោះតង់ខ្ញុំទៅអាំងសាច់នៅនឹងឲ្យបានម្ដងមើលមកលេងខេត្តកញ្ចេះអត់ខ្វះហេកន្លែងដែរកំសាន្តជីតុកមើលសត្វផ្សោតជីតុកតាមដងទន្លេមេគង្គអូយនិយាយទៅស្រស់ស្រាយមែនតើនៅក្នុងខេត្តមួយនេះហើយកុំភ្លេចសោះចូលលេងនៅវត្តស100ផងកន្លែងពនាងកំពង់ឈប់ដែលល្បីស័ក្តិសិទ្ធិបន់ស្រន់គឺថាដូចបំណងឥឡូវបើសិនជាអ្នកនៅឆ្ងាយចង់មកលេងខេត្តកញ្ចេះប៉ុន្តែអត់ដឹងថាទៅណាមកណាមកសួរខ្ញុំមកខ្ញុំនឹងនាំអ្នកទាំងអស់គ្នាដើរលេងគ្រប់កន្លែងតែម្ដងដូនតាយើងមកបែបកំតែពេលនោះក្រូចយើងអត់មានទីផ្សារគេដូចថាវាមានដែរតែក្នុងប្រទេសហ្នឹងប្រហែលជាមានមួយដើមឬក៏ពីរដើមទុកគេគាត់គ្រាន់ហូបអញ្ចឹងណាដល់ពេលមកតែជាឆ្នាំប្រហែលហ្នឹងខ្ញុំវាមិនសូវដឹងដែរនេះហើយថាក្រូចយើងមានទីផ្សារអញ្ចឹងទៅគេក៏កាត់ដើមឈើអីចោលអស់ទៅណាគេដាំជាក្រូចមកកោះធូងគេដាំទាំងអស់គ្នាហ្មងដីហ្នឹងវាដីវាលបាយខ្សាច់ដល់អញ្ចឹងក្រូចនៅណាក៏ដោយក៏ដូចក្រូចកោះធូងដែរយកដូចថានៅវត្តនៈនៅអីអញ្ចឹងយកមកគឺគេដឹងហ្មងដាំកាត់ជាដើមនិយាយដែរក៏ប៉ុន្តែផ្លែមកវាអត់ដូចក្រូចយើងកោះធូងទេខុសគ្នាទាំងអស់អត់មានណាដូចកោះធូងទេតាំងពីឪពុកម្ដាយខ្ញុំគាត់ដាំដែរតែដាំគ្រាន់តែហូបឯងសម័យនោះដល់ពេលខ្ញុំធំនឹងក្តីហើយមិនទាន់មានគ្រួសារទេក៏គេដាំគេចាប់ផ្ដើមដាំព្រោងវាអញ្ចឹងណាដល់ទីផ្សារទៅការដាំទៅគេដាំក្រូចនឹងមានទីផ្សារដល់មានទីផ្សារគេចាប់ផ្ដើមដាំមកកោះធូងនឹងទាំងអស់គ្នាខ្ញុំធំឡើងឃើញតែក្រូចគឺឧទាហរណ៍ថាដូចផ្ទះខ្ញុំដីខ្ញុំអញ្ចឹងប៉ាខ្ញុំក៏ដាំតែមួយដើមពីរដើមគាត់ហូបទេតែក្រូចហ្នឹងវាអត់ទាន់មានទីផ្សារគេអត់ដាំទេគេដាំជាស្វាយគេដាំជាខ្នើយផ្សេងអញ្ចឹងណាដល់ពេលខ្ញុំមកចិត្តនៅកំមុំចិត្តមានគ្រួសារហ្នឹងស្រាប់តែគេផ្អើលដាំអញ្ចឹង
đâm tới fly khối nó cô vì miền tây xa tới có cái đâm tầng óc kia mỏng chỉ chung bên con thường sẽ được khối hơi mơ phô mà miền đa bên miền nam khối cái mà mặc con đi sẽ được khối đâm khối tầng óc bị đâm dần ta đâm chết ăn miền mỏng cắt cho lính vì môn nó cái đâm khối những đấy có bàn tay về miền được đời vì chập đâm fly bị khai hẻm yêu cho khai hẻm khai vào mũi chập làm chân ca trên cái đập chứ là về màu khai đập mùi đập pi nó về chập đâm tùng các khai đọp với của bị tùng anh nó khai đọp đây này bị tùng anh nó miền nào đâu nó nghe tai đo khỏi một tiết sang cái miền bị chạy cái bông thùng chứ á thì đào bông thùng tam phun tới rồi khai nắng người ta khai đập môi đập pi chứ vì ăn tập liếng để chập đào bùm tập đặt cái bài hắn nó ó chứ bài ở đâu nó khi làm bùm tập đặt cô vía hơi vía có chân ca trên cái đập lại là hô trong mỏ miền đời miền phẳng là bè lớn cái ca thả cung thổi lòng cái tới vía can ta sửa lục miền phẳng nó có vía ở bạn chân cứ bị óc trong mỏ cái mùi nghe bây giờ nè nhom lụa nó nhom bờ cây xây nhưng mà nó tay mà nhom với nhom lụa ơi mùi quạt nó còn vô từ xa pin thì on mùi on pi chẳng cái đó để như tôi vô từ từ nó nhiều để cho nó quạt máu quạt tệ tôn hàng xạ cung ghế xạ cung cầu chẳng á kìa bên một tệ tôn dơn cái tệ tôn hàng xạ cung một cái miền xạ cung mình đằng này chẳng á ở trên cái tệ tôn hàng xạ cung cây co hồ những ao hàng bò tê những từ thôi phụ xạ cũng có con bò tinh thì dơn những vô đói phụ bò tê những từ cha cả còn bà đi tha vì a chui đồ chi tiết dơn ban mười cầm rật lại để tha dơn thơ ở cát liên khang những tới vì miền đây lụi những tới có ban con đang còn chui đào xài còn củ sa trong này nhom hạ sập mùi đào trà bắt tay quan là vì tầm ban phao hai gì đập làm đào mình lấy vì tầm pin tầm mồm bây viên toàn chân ca chân thoái cái này cái tung nhá thay chỉ bị về làm một tiền mà lấy nó ta cái tinh phi dơn trên tới mà họp bao còn mùi còn tinh tới còn lụa to đang lụa màn như mặt đằng này trà còn vô bây giờ tầm bao còn này ra tôi ban ban tới cái còn đi trên tới bên này tại vì không mấy trái lắm ăn cònสบายចិត្តสบายចិត្តដូចថាយើងដាំទៅវាមានទីផ្សារលក់ចេញអញ្ចឹងណាហើយអញ្ចឹងយើងចេះតែមានកម្លាំងចិត្តដាំបន្តទៀតថែទាំឲ្យល្អអញ្ចឹងទៅចង់និយាយថាគាត់មកអញ្ចឹងទៅដូចជាផ្ទះសំណាក់គាត់បើកផ្ទះសំណាក់ទេអីអញ្ចឹងទៅតែមានកន្លែងកំសាន្តនេះទៅអានឹងអាចថាផ្ដល់កម្រៃដល់កោះទ្រូងដែរចាពីចម្រើនដល់កោះទ្រូងអញ្ចឹងណាអភិវឌ្ឍទាំងដែរដល់តែគាត់មកអញ្ចឹងទៅគាត់មកលេងអញ្ចឹងទៅថាគាត់ផ្ទះសំណាក់ទៅមានកន្លែងហូបនិយាយថានេះគេទៅគាត់ចូលទៅសម្រាប់អីទៅក៏បានកម្រៃយ៉ាងដែរnhiềuអន្តរជាតិក៏ច្រើនដែរមកយហោជាហែដូចគាត់មិញឯងជីកង់ខ្សែនឹងប៉ុនជាជាតិយើងនេះ